រំដួលនិទានសូមជូនរឿងចៅតប់ប្រមល់កាលពីព្រេងនាយមានបុរសពីរនាក់បានធ្វើកងការកុសលជាមួយគ្នាលុះបុរសទាំងពីររំលាយខិនទៅបុរសម្នាក់បានទៅកើតជាព្រះឥន្ទបុរសម្នាក់ទៀតទៅកើតជាបុរសកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីជីអំរោះអំរចិញ្ចឹមជីវិតគ្រាមួយព្រះឥន្ទបានបើកទិព្វចក្ខុទតឃើញបុរសនោះវេទនាលំបាកដូច្នោះមានសេចក្តីអាសូរករុណាវេលាយប់ព្រះឥន្ទយកមាស3ដុំទៅដាក់ក្នុងលបបុរសនោះលុះព្រឹកឡើងបុរសនោះទៅលើកលបមើលឃើញមាសមិនស្គាល់ជាមាសសម្គាល់ថាជាថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបទៅក្នុងទឹកវិញបុរសបានមើលលបទៀតគម្រប់3ដងព្រះឥន្ទយកមាសដាក់ក្នុងលបដូចមុនទៀតបុរសឃើញដូច្នោះនឹកខឹងក៏ចងមាសទាំង3ដុំនោះពន់យកទៅធ្វើជាថ្មជើងក្រានដាំបាយប្រពន្ធបុរសមិនស្គាល់មាសក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តីក្រោយនោះមានព្រះរាជអាជ្ញាមកទាពន្ធមើលទៅឃើញដុំមាសដែលបុរសនោះធ្វើថ្មជើងក្រានក៏ឲ្យបុរសយកមាស3ដុំនោះមកបង់ពន្ធដែលបុរសនោះជំពាក់រាជការបុរសនោះនឹកអរណាស់ដោយខ្លួនទាល់ក្រហើយព្រះរាជអាជ្ញាយកដុំមាសជើងក្រានដូច្នោះក៏ព្រមតាមបានប្រគល់ថ្មជើងក្រានទាំង3ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាមលុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រលុះទ្រង់សាកសួរពីហេតុផលបានមាសនោះព្រះរាជអាជ្ញាទួលតាមដំណើរមានមាសពីបុរសដូច្នោះទ្រង់ឲ្យហៅបុរសនោះទៅដល់ទ្រង់សាកសួរទៀតបុរសក្រាបទូលថាមាសរបស់ខ្លួន3ដុំបានជូនមកព្រះរាជអាជ្ញាហើយស្ដេចឲ្យទាយកមាស2ដុំពីព្រះរាជអាជ្ញានោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមាសមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទូលថារកមាសទៀតពុំបានទេស្ដេចទ្រង់ឲ្យយកបុរសនោះទៅឃុំព្រឹកឡើងនាយតម្រួតដែលជាអ្នករក្សានោះប្រើឲ្យធ្វើការដោយចេស្តីបុរសនោះលុះទ្រង់ជ្រាបដល់ស្ដេចទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុធ្វើការឲ្យមានទាស់ចិត្តនាយតម្រួតបុរសនោះក្រាបទូលថាទូលព្រះបង្គំមានសេចក្តីតប់ប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូច្នោះត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យពិឃាតឯងក្នុងគ្រានេះ
បុរសឮដូច្នេះក៏ភ័យគិតថាមុខជាស្លាប់ហើយក្នុងគ្រានេះមិនដឹងជាទៅរកសត្វតបរមល់ឯណាទេតែមិនហ៊ានប្រកែកដោយខ្លួនខ្លាចអំណាចស្ដេចក៏ក្រាបបង្គំលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្ទបើកព្រះនេត្រទិព្វមកឃុះបុរសនោះមានសេចក្តីវេទនាលំបាកដូច្នោះក៏និមិត្តជាអាស្រមមួយនៅខាងមុខបុរសនោះហើយបុរសនោះក៏ដើរទៅហើយព្រះឥន្ទក៏ឡាខ្លួនហើយបុរសនោះក៏ដើរទៅហើយព្រះឥន្ទក៏ឡាខ្លួនធ្វើជាព្រះមហេឥសីបុរសមើលទៅឃើញអាស្រមដូច្នោះក៏មានចិត្តក្រេកអរណាស់ក៏ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះឥសីសួរថាចៅមានរឿងអ្វីបុរសនោះទូលឥសីតាមដំណើរដែលស្ដេចឲ្យរកសត្វតបប្រមល់យកទៅថ្វាយឥសីថាចៅកុំព្រួយរួចឥសីបានយកបំពង់ពកមួយមកសែតមុនវិជាសរសាកើតជាខ្លាសឹងដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីដែលជប់បង្រួញសត្វទាំងនោះច្រកក្នុងបំពង់ពកប្រគល់បំពង់ពកនោះឲ្យទៅបុរសរួចផ្ដាំថាឲ្យយកទៅស្វាយស្ដេចប៉ុន្តែមុននឹងបើកស្នុកឲ្យស្ដេចប្រមូលព្រះរាជវង្សានុវង្សមកជួបជុំហើយបិទទ្វាររនាំងឲ្យជិតសឹមដកស្នុកមើលព្រោះសត្វនោះរត់រហ័សណាស់លុះបុរសនោះទទួលបណ្ដាំឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ពកទៅថ្វាយស្ដេចក្រាបទូលថាទូលព្រះបង្គំរកសត្វតបប្រមល់បានហើយនៅក្នុងបំពង់ពកនេះហើយក៏ចូលទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយទ្រង់ចាក់ការបិទទ្វារកំផែងវាងស្រេចទ្រង់ឲ្យអាមាត្យបើកស្នុកបំពង់ពងនោះខ្លាដំរីសឹងរមាសពស់ក៏ចេញពីក្នុងបំពង់ពកមកខាំស្ដេចនិងព្រះរាជវង្សានុវង្សទាំងនោះឲ្យដល់នៅមរណភាពទាំងអស់ក្រោយមកពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នោះក៏រៀបអភិសេកបុរសនោះឲ្យឡើងសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រក្នុងនគរនោះទៅសត្វទាំងឡាយក៏លាស្ដេចបុរសនោះចូលទៅនៅព្រៃតាមថាបើស្ដេចមានភ័យឬមានការអ្វីគ្រាន់តែនឹកដល់នឹងមកជួយយកអាសាជាដរាបហងការនិទានក៏សូមចប់តែប៉ុណ្ណេះឯងរាល់ពាក្យពេចន៍កំហុសខុសឆ្គងសូមខន្តីអភ័យទោសសូមជួយចុច Subscribe និងកណ្ដឹងដើម្បីទទួលបានការនិទានរឿងថ្មីៗសូមអរគុណសូមជម្រាបលា